វត្តវិហារសួរជាបូជនីយដ្ឋានដ៏ស័ក្តិសិទ្ធិមួយឬកតិញៀមពេញប្រទេសកម្ពុជាតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនេះញាក់ផងសឹងបានជ្រាបជាច្រើនរៀងរាល់ឆ្នាំក្នុងមួយឆ្នាំតែងមានមហាជនរាប់ពាន់នាក់ទៅបូជាបែបុណ្យតាមប្រាថ្នាផ្សេងទាំងព្រះរាជវង្សានុវង្សនាម៉ឺនសពមុខមន្ត្រីក៏បានស្ដេចយាងតែងអញ្ជើញទៅបូជាបួងសួងនៅទីនោះដែរវត្តវិហារសួរមានដើមកំណើតជាព្រះរាជទ្រព្យដែលព្រះរាជាបក្សីចាំក្រុងទ្រង់កសាងទុកជាអនុស្សាវរីយ៍ត្រង់ទីដែលតាគហេកើនព្រះអង្គឡើងឋានសួគ៌សឹងមានចែងទុកជាប្រវត្តិនៃវិហារនោះដូចតទៅតាមរបារក្សត្រដែលមានចារឹកទុកមកក្នុងព្រះរាជវង្សាវតាប្រទេសកម្ពុជាថាវត្តព្រះវិហារសួរកើតឡើងក្នុងរជ្ជកាលទី19រជ្ជកាលព្រះបាទបក្សីកម្មក្រុងជាព្រះរាជាប្រទេសកម្ពុជាគង់នៅនគរវត្តក្នុងពុទ្ធសករាជ1972គ្រិស្តសករាជ1028ឬ29ព្រះអង្គបានផ្ដើមកសាងទុកជាអនុស្សាវរីយ៍រំលឹកដល់ពេលព្រះអង្គរត់គេចពីកងទ័ពជាមួយតាគហេរឿងរ៉ាវដើមហេតុនាំឲ្យមានរត់គេចពីកងទ័ពនេះមានដំណើរថាការរបាយព្រះបាទចក្រពត្តិព្រះរាជាប្រទេសកម្ពុជារជ្ជកាលទី16ទ្រង់ព្រះទិវាង្គតទៅបុរសម្នាក់ឈ្មោះដំបងក្រញូងមានមហិទ្ធិឫទ្ធិខ្លាំងពូកែបានសោយរាជ្យជារជ្ជកាលទី17ឡើងឲ្យបង្គាប់ឲ្យធ្វើគុតព្រះរាជវង្សានុវង្សមុនកាលនោះមានព្រះម្នាក់ទ្រង់ប្រកបពុំតាន់គ្រប់ខែភៀសខ្លួនជារាសាសាមញ្ញចេញទៅស្រុកក្រៃសំណាក់ជាមួយតាគហេនិងយាយលក្ខជាស្វាមីភរិយាលុះប្រកបគ្រប់ខែ10ក៏សម្ភោគព្រះរាជបុត្រាមួយព្រះអង្គប្រកបដោយលក្ខណៈល្អមានលាយលក្ខកងចក្រនៅបាតព្រះហស្ថនិងបាតព្រះបាទតាគហេនិងយាយលក្ខស្រឡាញ់ណាស់ថ្នាក់ថ្នមដូចកូនបង្កើតថ្ងៃមួយតាយាយនិងព្រះមនាងទៅជ្រួតស្រូវបានផ្ដេកព្រះរាជកុមារក្រោមលុកឈើមួយដើមលុះកម្ដៅថ្ងៃចាំងមកត្រូវព្រះរាជកុមារមានបក្សីមួយមកកាងស្លាបក្រុងបាំងពីលើមិនឲ្យត្រូវថ្ងៃតាគហេស្មានថាសត្វជឹកចៃរត់ទៅមើលបក្សីនោះហើរទៅបាត់ទៅតាគហេនឹកសរសើរថាកូននេះមានបុណ្យអស្ចារ្យណាស់ក៏ថ្វាយព្រះនាមថាបក្សីចាំក្រុងតមកកាលពីព្រះបាទព្រហ្មកិលពញាក្រែករជ្ជកាលទី18ទ្រង់សោយរាជ្យឡើងទ្រង់បានជ្រាបទំនាយតាមពួកហោរាទាយថាមានអ្នកមានបុណ្យកោតក្នុងត្រកូលក្សត្របានប្រជញ្ញជិតឆ្នាំហើយភៀសខ្លួនជឿប្រជារាស្ត្រក្នុងអាណាចក្រនេះអ្នកមានបុណ្យនោះមានកងចក្រនៅបាតដៃបាតជើងទ្រង់ក៏យកក្មេងៗអាយុ7ឆ្នាំដែលមាននៅក្នុងព្រះនគរទាំងប៉ុន្មានមកផ្ដិតដៃឲ្យនៅលើម្សៅក្នុងចង្អេរដើម្បីទ្រង់ពិនិត្យរកកងចក្រតាគហេភ័យក៏ពរព្រះរាជកុមាររត់ចេញទៅបាត់ព្រះរាជាទ្រង់ចាត់ទ័ពតាមចាប់បានហេតុតែបុណ្យបារមីបក្សីចាំក្រុងកងទ័ពដេញតាមពុំទាន់រកពុំឃើញតាគហេបានបញ្ជិះព្រះរាជកុមារលើស្មាដើរកាត់ព្រៃទៅផ្ទះគាត់ដល់ផ្ទះហើយគាត់ទូលព្រះរាជកុមារថាបាគង់នៅទីនេះចុះចាំតាទៅគៀគោបញ្ចូលក្រោលហើយគាត់ចោលដំបងដេញគោដំបងបាត់ក្នុងទឹកអូរកពុំឃើញបានជាអូនោះឈ្មោះថាអូដំបងនៅក្នុងខេត្តបាត់ដំបងសប្តាហ៍នេះបន្តពីនេះតាគហេពោព្រះរាជកុមាររត់កាត់ព្រៃទៅដល់ទួលមួយមានដើមរលួសសំលុបត្រឆេឡក៏ឈប់សម្រាកដេកនៅទីនោះបានជាទីនោះហៅថាភូមិរលួសនៅក្នុងស្រុកសូត្រនិគមខេត្តសៀមរាបសប្តាហ៍នេះតទៅពីទីនោះតាគហេនិងព្រះរាជកុមារដោយសារទូកេឆ្លងកាត់ទីទំនាបទឹកមកឡោខេត្តជើងព្រៃកងទ័ពលើកតាមមកជិតទាន់តាគហេក៏នាំព្រះរាជកុមារវេះផ្អួនក្នុងព្រៃវេលាយប់ព្រៃនោះមានមូសស្រានព្រះរាជកុមារបួងសួងថាបើខ្ញុំមានបុណ្យសូមកុំឲ្យមានមុខនៅទីនេះ
ដោយអនុភាពព្រះរាជកុមារមុខក៏បាត់អស់ទៅទើបទីនោះមានឈ្មោះថាទួលកេហេក្នុងតំបន់រកាគងស្រុកមុខកំពូលខេត្តកណ្ដាលសប្តាហ៍ថ្ងៃនេះ